សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានរឿងថ្មីមួយយកមកឲ្យអ្នកគ្នាទស្សនានោះគឺជារឿង One Piece នៅក្បាលរឿងដំបូងហ្នឹងយើងឃើញថាមានស្ដេចចៅសមុទ្រម្នាក់ដែលមានឈ្មោះថា Goldie Roger គាត់ត្រូវបានក្រុង Cormoran បានចាប់គាត់យកមកប្រហារជីវិតនៅចំពោះមុខប្រជាជនទាំងអស់ប៉ុន្តែ Goldie Roger ដូចជាមានការភ័យខ្លាចនោះទេគាត់ក៏បាននិយាយទៅកាន់ប្រជាជនទាំងអស់នោះថាបើសិនជាអ្នកណាចង់បានកំណត់ One Piece របស់គាត់គឺពួកគេអាចទៅយកបានហើយគាត់ក៏បានបញ្ជាក់ទៅកាន់ពួកគេថាគឺកំណត់ One Piece វាពិតជាមានពិតប្រាកដមែនព្រឹត្តិការណ៍នោះគឺមិនបានកាត់បន្ថយការឲ្យប្រជាជនខ្លាចជាចៅសមុទ្រទេគឺមានការគ្រប់គ្រងនិងមានអ្នកខ្លះគឺធ្វើការចេញទុកដើម្បីទៅរកកំណត់ One Piece នោះជាច្រើនយើងកាត់មកកន្លែងផឹកស៊ីមួយដែលនៅទីនោះគឺប្រជុំទៅដោយពួកចៅសមុទ្រជាច្រើនហើយយើងក៏ឃើញជាមួយនឹងចៅសមុទ្រសក់ហមម្នាក់ដែលមានឈ្មោះថាសែងហើយយើងក៏ឃើញតួឯកយើងផងដែរគឺជា Monkey D Luffy ពេលនោះ Luffy បានសុំសែងចូលធ្វើជាក្រុមគ្នាគេរបស់គាត់ប៉ុន្តែសែងបានបដិសេធដោយសារតែគាត់នៅក្មេងពេកនៅពេលនោះដែរក៏មានជាមួយនឹងចៅមួយក្រុមដែលវាដើរចូលមកក្នុងហាងនេះហើយក៏បានសួរទៅកាន់ម្ចាស់ហាងថាយើងត្រូវការស្រាចំនួន10បារ៉ែលនៅពេលនោះម្ចាស់ហាងដែលមានឈ្មោះថា Makino ក៏បាននិយាយទៅកាន់ពួកគេវិញថាពេលនេះស្រាគឺអស់បាត់ហើយឃើញដូច្នេះសែងយល់ល្អគាត់ក៏បានឲ្យស្រារបស់គាត់មកដល់ទៅកាន់បរិសម្នាក់នោះប៉ុន្តែគាត់បែរជាមិនព្រមហើយគាត់ក៏បានយកស្រានោះទៅវាយក្បាលរបស់សែងដោយចោទថាសែងមើលងាយគាត់ជាទូទៅមនុស្សធម្មតាគេតដៃវិញហើយប៉ុន្តែសែងគាត់ចិត្តធ្ងន់ណាស់គឺគាត់អត់តដៃជាមួយនឹងពួកចៅទាំងអស់នោះទេនៅពេលនោះដែរគឺចៅទាំងអស់បានចិត្តវាក៏ធ្វើការបំផ្លាញតុបន្ថែមទៀតនៅពេលដែលឃើញទង្វើរបស់ចៅទាំងអស់នោះធ្វើឲ្យ Monkey D Luffy យើងពិតជាខឹងជាមួយនឹងពួកវាជាខ្លាំងហើយក៏បានស្ដីឲ្យសែងហើយដើម្បីបានជាសែងកំសាកដល់ថ្នាក់នេះហើយសែងក៏បានប្រាប់ទៅកាន់ Luffy ថាគឺមានមនុស្សខ្លះគឺមិនសមឲ្យគាត់ឆ្លោះជាមួយនោះទេដោយ Luffy ខឹងជាមួយនឹងសែងពេជ្រនៅពេលនោះទេ Luffy ឃើញជាមួយផ្លែឈើមួយដើម្បីអាចសងសឹកសែងបានពេលនោះ Luffy ក៏បានឃើញជាមួយនឹងផ្លែឈើនោះហើយ Luffy ក៏បានយកវាមកស៊ីពេលនោះសែងពិតជាភ័យជាមួយនឹង Luffy ជាខ្លាំងដោយសារតែនៅពេលដែលមាននរណាម្នាក់ស៊ីផ្លែឈើទៅវានឹងធ្វើឲ្យម្នាក់នោះលែងចេះហែលទឹកមួយជីវិតពេលនោះដែរសែងក៏បានអាលាក់ Luffy ដែរប៉ុន្តែបែរជាមិនចេញជាមួយនឹងផ្លែឈើនោះដែលធ្វើឲ្យ Luffy នឹងបែរជាយើក្បាលចុះមកក្រោមទៅវិញពេលនោះដែរដោយសារតែខឹងជាមួយនឹងចៅទាំងអស់នោះពេក Luffy ក៏បានទៅសងសឹកជាមួយពួកវាតែបានតែឲ្យពួកវានឹងធ្វើបាបតែប៉ុណ្ណោះនៅពេលនោះដែរសែងក៏បានបន្តប៉ុន្តែសែងគឺចិត្តធ្ងន់ណាស់ប៉ុន្តែបើសិនជាមានអ្នកណាធ្វើបាបជាមួយនឹងគ្នារបស់គាត់គឺច្បាស់ជាមិនរត់ខ្លួននោះទេនៅពេលនោះដែរគ្នាសែងក៏មានច្រើនណាស់ហើយសែងក៏បាននិយាយទៅកាន់ពួកវាថាណាហ៊ានប៉ះជាមួយនឹង Luffy តែមួយតែសោះឯងនឹងស្លាប់ប៉ុន្តែវាបែរជាសោយទៅវិញការប្រយុទ្ធនោះដែរស្ដាប់របស់ Shanks គឺមានឈ្មោះថា Bang Batman ស្ម័គ្រចិត្តប្រយុទ្ធជាមួយនឹងពួកគេគ្រាន់តែមួយក្បាច់សោះក៏អាចបដូរជាមួយនឹងចៅទាំងអស់នោះយ៉ាងងាយស្រួលចៅនោះវានៅពេលដែលឃើញជាមួយនឹងគ្នារបស់សែងខ្លាំងបែបនេះវាក៏ធ្វើការដោកជាមួយនឹងក្របបែកសាច់ហើយធ្វើការចាប់ Luffy យកទៅបាត់ទៅនៅពេលដែលជីកទុកមកដល់កណ្ដាលសមុទ្រវាក៏បាននិយាយទៅកាន់ Luffy ថាអាក្មេងក្បាលរឿងឯងចាប់ចូលទៅក្នុងទឹកតែបាបកម្មមកដល់ដោយសារតែធ្វើបាបក្មេងពេលនោះក៏មាន Sashi King យក្សមួយបានមកស៊ីវាចូលទៅក្នុងពោះហើយសម្លាប់វាហើយវាក៏រៀបមកជាមួយនឹងសម្លាប់ជាមួយ Luffy ទេប៉ុន្តែត្រូវបានសែងមកការពារវាទាន់ហើយក៏បានធ្វើឲ្យសែងនឹងបាត់បង់ដៃឆ្វេងមួយចំហៀងទៅនៅពេលដែលជូន Luffy មកដល់លើគោកពេលនោះសែងក៏បានបន្តដំណើរសងព្រេងបន្តទៀតហើយ Luffy ក៏បានស្រាប់ទៅកាន់សែងថានៅថ្ងៃណាមួយគាត់នឹងបង្កើតក្រុមរបស់គាត់ដោយខ្លួនឯងនិងខ្លាំងជាងក្រុមសែងទៅទៀតបើជាការសន្យាសែងពេលនោះក៏បានឲ្យមួយចម្បាំងមួយទៅកាន់ Luffy នៅថ្ងៃដែល Luffy អាចខ្លាំងនេះ Luffy អាចយកជាមួយនឹងមួយចម្បាំងនោះឲ្យមកសងគាត់វិញច្រើនឆ្នាំក្រោយមកពេលនោះ Luffy គាត់ក៏បានធំដឹងក្តីហើយពេលនោះគាត់ក៏បានចេញទុកមួយនៅពេលនោះដែរមានអ្នកភូមិជាច្រើនបានមកលាជាមួយនឹង Luffy តែសោយធំណាស់ពេលនោះក៏មាន Sashi King មួយបានបើកការវិភាគទៅកាន់ Luffy ប៉ុន្តែសំទោសផង Luffy ឥឡូវមិនមែន Luffy ដោយកាលពីមុនទេពេលនោះ Luffy ដាក់វាតែមួយដៃធ្វើឲ្យវាសន្លប់បាត់ទៅហើយយើងកាត់មើលជាមួយនឹងទុកមួយទៀតជាមួយនឹងក្មេងប្រុសសក់ពណ៌ផ្កាឈូកដែលមានឈ្មោះថា Kobe ត្រូវបានជាមួយនឹងចៅសមុទ្រនឹងចាប់គាត់មកលើទុកនឹងបានបង្ខំឲ្យគាត់នឹងធ្វើការនៅលើទុកនេះប៉ុន្តែអាធុងហ្នឹងគឺមាន Luffy នៅក្នុងហ្នឹងពេលនោះដែរ Luffy ក៏បានវាយជាមួយនឹងអាចៅសមុទ្រពីរនោះស្លាប់ទៅហើយមូលហេតុដែល Luffy ឡើងមកលើទុកនឹងបានគឺដោយសារតែសមុទ្រពីរនេះបានឃើញជាមួយនឹងធុងនោះហើយក៏បានលើកធុងនោះយកមកលើក្នុងធុងហ្នឹង Luffy គឺមានដីក្នុងហ្នឹងហើយមូលហេតុហ្នឹងហើយបានជា Luffy នៅក្នុងធុងហ្នឹងនឹងបានចៅសមុទ្រនឹងចាប់យកមកលើហ្នឹងទីដំបូងគឺគាត់អត់មានខ្វល់ទេពេលនេះគឺគាត់ឃ្លានហើយគាត់ក៏បានរកអីស៊ីពេលនោះ Kobe ក៏បានប្រាប់ប្រវត្តិរបស់គាត់ថានៅពីឆ្នាំមុនហ្នឹងគាត់គឺជាអ្នកដែលកំពុងតែស្ទូចត្រីសុកហើយក៏បានត្រូវចៅសមុទ្រចាប់របស់គាត់យកមកធ្វើជាទេសកលក៏បានសួរទៅកាន់ Kobe វិញថាបើមិនចង់ធ្វើការនៅទេហេតុអីបានជា Kobe នឹងអត់រត់ចាញ់ប៉ុន្តែ Kobe ក៏អត់ហ៊ានរត់ទេដោយសារតែកាពីតែនទូកហ្នឹងគេមានឈ្មោះថាអាវីដាហ្នឹងគឺកាយខ្លាំងណាស់បើសិនជានាងដឹងថាគាត់ចង់រត់នោះនាងច្បាស់ជាសម្លាប់គាត់ជាមិនខានតែ Luffy ដូចជាអត់មានខ្វល់ទេពេលនេះគាត់ក៏បានសើចស្ញាញ់បានប្រាប់ទៅកាន់ Kobe វិញថាគាត់ចង់ទៅរកកំណត់ One Piece ដើម្បីក្លាយជាស្ដេចចៅសមុទ្រហើយ Luffy ក៏បានខោកជាមួយនឹង Kobe មកកញ្ញោហើយក៏បានប្រាប់ទៅកាន់ Kobe វិញថាមនុស្សយើងគឺត្រូវតែមានគោលដៅនិងត្រូវតែសម្រេចបានជោគជ័យនិងមិនត្រូវស្ថិតនៅក្រោមបញ្ជារបស់នរណានោះទេសម្ដីរបស់ Luffy មួយនេះបានលើកទឹកចិត្ត Kobe ឲ្យមានចិត្តក្លាហានដើម្បីងើបតតាំងប្រឆាំងជាមួយនឹង Avida ហើយចៃដន្យណាពេលនោះ Avida ក៏បានដើរចូលមកកន្លែងហ្នឹងហើយ Luffy ក៏បានឃើញជាមួយនឹង Avida ហើយគាត់ក៏បានសួរទៅកាន់នាងថានាងមែននេះគឺជាកាពីតែនទុកហ្នឹង
ហើយ Luffy ក៏បានបើកការវាយប្រហារទៅកាន់ពួកគេដែលជាក្រុមចោរសមុទ្ររបស់អាវីដានេះហើយធ្វើការពួកគេហ្នឹងគឺស្ងប់មិនងាប់គឺសន្លប់ទាំងអស់គ្នាហ្មងតែ Luffy ពិតជាខ្លាំងណាស់គ្រាន់តែគាត់ម្នាក់ឯងគឺអាចផ្ដួលជាមួយនឹងមនុស្សជាច្រើនដែលស្ថិតនៅលើទូកនឹងទាំងអស់ហើយនៅពេលនោះដែរ Luffy ក៏បានតអាវីដាគឺម្ដាយចំពោះធ្វើឲ្យគាត់ប៉ើងទៅក្រោយហើយ Luffy ក៏បានប្រាប់ទៅកាន់ Kobe ថាគាត់ចង់បានជាមួយនឹងក្រុមរបស់គាត់បន្ថែមទៀតដើម្បីធ្វើដំណើរទៅកន្លែងតំបន់ Grand Line Luffy នេះគឺចង់បានជាមួយនឹងក្រុមបន្ថែមទៀតហើយក៏បានសួរទៅកាន់ Kobe ថាតើ Zoro នឹងគឺនៅណាដោយសារតែលោក V នឹងចង់បាន Zoro ចូលក្រុមរបស់គាត់ហើយនៅពេលនោះដែរ Kobe ក៏បានប្រាប់ជាមួយនឹងប្រវត្តិរបស់ Zoro ដែល Zoro ពីមុនគឺជាអ្នកប្រមាញ់ចោរសមុទ្រហើយមិនដឹងជាអ្វីទេគឺគេបានចាប់ចង Zoro គឺនៅតំបន់ Sea Town ចង Zoro ជាប់យកហ្មងដែរគឺ Luffy បានទៅអត់មើលជាមួយនឹង Zoro ហើយក៏បានមានឃើញក្មេងស្រីម្នាក់បានយកបាយយកទៅឲ្យ Zoro ដោយសារតែ Zoro នឹងគឺបានជួយនាងយើងគឺអត់ទាន់ដឹងថា Zoro នឹងជួយអីគេនាងនោះទេហើយ Zoro ក៏បានដេញនាងទៅវិញប៉ុន្តែពេលនោះក៏ឃើញជាមួយនឹងបរិសុទ្ធរឿងព្រមទាំងកងម្រិនពីរនាក់បានឆក់បាយតាណាពីក្មេងស្រីនោះហើយក៏បានយកទៅជន់ចោលហើយពេលនោះបរិសុទ្ធរឿងក៏បានបញ្ជាឲ្យកងម្រិនម្នាក់បោះក្មេងស្រីចេញទៅខាងក្រៅនៅពេលនោះដែរ Luffy ក៏បានហត់ទៅជួយត្រូវនាងតាន់អា3នាក់ហ្នឹងក៏បានដើរទៅវិញមកទៅពេលនោះដែរ Luffy ក៏បានចូលមកកន្លែង Zoro ហើយក៏បានបបួល Zoro នឹងចូលក្រុមរបស់គាត់ពេលនោះ Zoro ក៏បានពឹងឲ្យ Luffy នឹងរើសបាយយកឲ្យគាត់ហូបបន្តិចរងនេះ Luffy ក៏បានយកទៅប្រាប់ជាមួយនឹងក្មេងស្រីម្នាក់នោះធ្វើឲ្យនាងសប្បាយចិត្តជាខ្លាំងនាងក៏បានប្រាប់ពីមូលហេតុដែលធ្វើឲ្យ Zoro នឹងត្រូវបានគេចាប់យកមកចងបែបនេះគឺនៅថ្ងៃមួយហ្នឹងគឺមានជាមួយនឹងឆ្កែមកក្បាលគឺវាចូលមកហាមនាងនឹងធ្វើការរញ៉េរញ៉ៃនៅកន្លែងនោះហើយនាងក៏បានយកអំបោះទៅដេញវាតែឆ្កែនោះបែរជារកខំនាងទៅវិញតែនៅពេលនោះគឺ Zoro គឺបានជួយនាងដែលបានវាយឆ្កែនោះឲ្យស្លាប់ពេលនោះបរិសុទ្ធរឿងដែលមានឈ្មោះថា Hempo នោះក៏បានស្ដីឲ្យ Zoro ហើយក៏បានធ្វើការវាយផាយមួយ Zoro ប៉ុន្តែទៅបាន Zoro វាយវាស្លាប់បាត់ទៅហើយ Hempo ហ្នឹងគឺជាកូនកង Marine នៅប្រចាំតំបន់ហ្នឹងក៏ដោយសារតែបានវាយជាមួយនឹង Hempo មួយដៃហ្នឹងក៏បានត្រូវ Hempo ហ្នឹងទៅប្តឹងរបស់ប៉ាគេហើយឲ្យប៉ាគេហ្នឹងចាប់ Zoro យកមកចងហើយនៅពេលនោះដែរ Luffy ក៏បានដើរទៅរក Hempo ហ្នឹងម្ដងទៀតហើយ Hempo ក៏បាននិយាយថានៅថ្ងៃនេះគឺប៉ារបស់គាត់នឹងធ្វើការប្រហារជីវិតរបស់ Zoro ហើយពេលនោះដែរ Luffy ក៏បានដាក់ជាមួយនឹង Hempo នឹងម្ដាយហើយគាត់ក៏បាននិយាយថានៅថ្ងៃនេះគាត់នឹងបបួលជាមួយនឹង Zoro នឹងចូលក្រុមគាត់ឲ្យបានតែ Hempo នោះគឺបានចិត្តណាស់ដោយសារតែខ្លួនគឺជាកូនរបស់គាត់ Marine ក៏បានទទួលព្រឹត្តរបស់ប៉ាគេដើម្បីឲ្យចាប់ជាមួយនឹង Luffy នឹងគឺប្រហារជីវិតមួយទៀតកាន់មកខាងមើល Luffy វិញ Luffy ពេលនោះក៏បានយកដំណឹងនេះទៅប្រាប់ជាមួយនឹង Zoro ថានៅថ្ងៃស្អែកហ្នឹងគឺគេនឹងរៀបចំការប្រហារជីវិត Zoro នឹងហើយដូច្នេះហើយ Luffy ក៏មានគិតច្រើនទេគឺក៏ទៅយកដាវរបស់ Zoro ដើម្បីមកឲ្យ Zoro វិញដើម្បីឲ្យ Zoro នឹងចូលក្រុមរបស់គាត់ពេលនោះដែរយើងក៏ឃើញជាមួយនឹង Morgan ដែលកំពុងតែបញ្ជាជាមួយនឹងឲ្យកង Marine នឹងលើករូបសំណាករបស់គាត់ឲ្យស្រួលបួរប៉ុន្តែ Morgan ពិតជាកាយខ្លាំងណាស់គ្រាន់តែកង Marine ម្នាក់ធ្វើឲ្យប៉ះគឺគាត់សម្លាប់ដែរប៉ុន្តែដោយអាប៉ែ Luffy អាឡែក៏បានហោះទៅទាញជាមួយនឹងរូបសំណាកនោះធ្វើឲ្យវាបាក់បែកតិចពេលនោះដែរក៏ធ្វើឲ្យ Morgan ពិតជាខឹងជាមួយនឹង Luffy ខ្លាំងណាស់ប៉ុន្តែ Luffy ដូចជាអត់ខ្វល់ទេគឺគាត់ត្រូវការតែ Hempo តែប៉ុណ្ណោះក៏បានសួរវាថាតើនឹងមិនមែនដៅ Zoro Kobe ក៏បានលួចទៅស្រាវចំណងរបស់ Zoro ហើយក៏បានប្រាប់ទៅកាន់ Zoro ថាពេលនេះ Luffy គឺបានទៅកន្លែងយកដាវឲ្យ Zoro វិញហើយពេលនោះដែរ Morgan ក៏បានដឹកនាំកង Marine មួយក្រុមបានមកដល់កន្លែងនោះពេលនោះយើងកាត់មកមើលជាមួយនឹងប្រវត្តិរបស់ Zoro បន្តិចកាលពីក្មេងហ្នឹង Zoro គឺជាក្មេងប្រុសម្នាក់ Zoro ហ្នឹងពិតជាខ្លាំងមែនតើដែល Zoro ហ្នឹងគឺនៅក្មេងទេប៉ុន្តែអាចវាយឈ្នះជាមួយនឹងកូនសិស្សទាំងអស់នៅក្នុងសាលាមួយប៉ុន្តែគាត់អត់អាចយកឈ្នះតែកូនស្រីរបស់ម្ចាស់ផ្ទះហ្នឹងក៏ដែលមានឈ្មោះថា Kuina ដែលជាកូនស្រីរបស់ម្ចាស់ផ្ទះហ្នឹងតែគាត់ត្រូវជាគ្រូរបស់ Zoro នៅថ្ងៃមួយហ្នឹង Zoro បានបបួល Kuina ហ្នឹងប្រកួតគ្នាមួយស្មើដោយប្រើដាវមែនតែនពេលនោះ Zoro ហក់ទៅកាប់ជាមួយនឹង Kuina ប៉ុន្តែ Zoro គឺកាប់មិនទាន់ឈ្នះជាមួយនឹង Kuina នោះទេហើយពួកគេក៏បានសន្យាគ្នាថានៅថ្ងៃណាមួយពួកគេនឹងក្លាយជាអ្នកគុនដាវដ៏ខ្លាំងជាងគេនៅលើលោកនេះ Zoro ពិតជាអន់ចិត្តខ្លាំងតែដែលគាត់នៅតែវាយចាញ់ជាមួយនឹង Kuina ប៉ុន្តែ Kuina បាននិយាយនេះហើយគាត់ក៏យកព្រមនឹងធ្វើការសហការជាមួយនឹង Kuina ថាថ្ងៃណាមួយពួកគេនឹងក្លាយជាមនុស្សដែលខ្លាំងក្លាជាងគេនៅលើពិភពលោកនេះប៉ុន្តែមិនបានប្រហែលថ្ងៃផងគឺ Kuina បានជួបគ្រោះថ្នាក់ហើយក៏បានឲ្យនាងបាត់បង់ជីវិតបាត់ទៅពេលនោះគឺ Zoro បានសច្ចាជាមួយនឹងនាងថាគាត់នឹងក្លាយជាមនុស្សដែលខ្លាំងក្លាជាងគេនៅលើពិភពលោកគឺជាអ្នកគុនដាវដ៏អស្ចារ្យម្នាក់នៅពេលដែលរំលឹកដល់ប្រវត្តិបែបនេះហើយ Zoro បាននិយាយទៅកាន់ Kobe វិញថាគាត់សុខចិត្តខ្លាចជាចោរសមុទ្រគឺគាត់អត់ចង់ខ្លាចជាកុំលិនទេបើសិនជាគង់តែស្លាប់វិញនោះពេលនោះដែរ Luffy ក៏បានមកជួយជាមួយនឹងការរងគ្រោះពីសំណាក់របស់ពពួកកង Marine ដើម្បីកុំឲ្យបាញ់ត្រូវ Zoro ពេលនោះគឺពិតតែធ្វើឲ្យ Zoro នឹងពិតជាពេញចិត្តជាមួយនឹង Luffy ជាខ្លាំងហើយគាត់ក៏បានចូលក្រុមជាមួយនឹង Luffy ជាសិទ្ធិថាពោប៉ុន្តែ Morgan ដូចជាអត់មានគិតច្រើនទេគឺ Morgan បានបញ្ជាឲ្យកង Marine ធ្វើការវិភាគទៅកាន់ពួកគេទាំងពីរនាក់ទៀត
ប៉ុន្តែនៅពេលនោះគឺសរ៉ូបានចេញមកការពារលូវីគឺសរ៉ូប្រើតែមួយក្បាច់ទេគឺធ្វើឲ្យកងរៀនទាំងអស់នោះគឺវាដួលទាំងអស់នឹងប៉ាំងទៅក្រោយបាត់ទៅហើយលូហ្វីក៏បានហក់ទៅវាយជាមួយនឹង Morgan ទៅការប្រយុទ្ធរបស់ពួកគេនឹងគឺពិតជាសិតស្វាណាគឺ Morgan គឺមានជាមួយនឹងវថៅដែលជាប់នៅដៃរបស់គាត់នៅពេលនោះលូហ្វីគឺបានដាក់ជាមួយនឹង Morgan មួយជើងហើយវាក៏បានយកកំភ្លើងទៅប្រជុំជាមួយនឹង Kobe ដើម្បីឲ្យពួកគេឈប់ជាបន្ទាន់ពេលនោះដែរ Kobe ក៏បាននិយាយទៅកាន់ Luffy ថាមិនបាច់ខ្វល់ពីគាត់នោះទេចិត្តណា Luffy ពិតជាខ្វល់មែនហើយក៏បានដាក់ជាមួយនឹងហើយបបមួយដៃហើយវាប៉ាំងទៅក្រោយដែរហើយ Zoro ក៏បានចាត់ការ Morgan តាមមួយក្បាច់តែគឺធ្វើឲ្យ Morgan នឹងគឺដេកទៅខាងក្រោយពេលដែលឃើញវានេះធ្វើឲ្យកុំរៀនពិតជាសប្បាយចិត្តខ្លាំងដោយសារតែពួកគេនឹងគឺអត់ចង់ធ្វើការក្រោមមេដែលកាច់សាហាវខូខើយងខ្នងបែបហ្នឹងនោះទេយើងកាត់ពីកន្លែងវាយគ្នានឹងមកគឺ Luffy និង Zoro បានចូលទៅញ៉ាំអាហារនៅកន្លែងម៉ាក់របស់ Rika ពេលនោះដែរពួកគេក៏នាំគ្នាសើចកិលដោយអត់មានខ្វល់អីសោះពេលនោះដែរ Rika ក៏បានសួរទៅកាន់ Luffy ថាចាប់ពីពេលហ្នឹងទៅគឺ Luffy យងទៅណាគឺ Luffy បានតបទៅកាន់ Rika ថាគាត់នឹងទៅតំបន់ Grand Line គ្រាន់តែឮថា Luffy ចង់ទៅតំបន់ Grand Line វិញនោះគឺ Kobe គឺបានព្រួយជាមួយនឹងទឹក Fletcher របស់នឹងចេញពីមាត់អលីងដោយសារតែ Kobe នឹងគឺបារម្ភជាមួយនឹង Luffy ដោយសារតែគេឮថាតំបន់ហ្នឹងគឺវាគ្រោះថ្នាក់ជាខ្លាំងពេលនោះដែរគឺ Commandant បានធ្វើដំណើរមកចាប់ជាមួយនឹង Luffy និង Zoro ដោយសារតែពួកគេនឹងបានបង្កបញ្ហាប៉ុន្តែដោយសារតែ Luffy បានជួយភូមិហ្នឹងគឺពួកគេអត់រាយការណ៍ទៅថ្នាក់លើនោះទេតែគេក៏សុំឲ្យ Luffy ហ្នឹងឆាប់ចេញពីកន្លែងហ្នឹងឲ្យឆាប់បន្លឿនបន្តិចពីយកសាច់ការគាត់ក៏បានដើរចេញដោយមិនមានរឿងអ្វីទាំងអស់ពេលនោះដែរ Commandant បានសួរទៅកាន់ Kobe ថាតើ Kobe ហ្នឹងគឺជាគ្នារបស់ Luffy មែនទេហើយ Luffy ក៏បានទៅធ្វើការឆ្លោះជាមួយនឹង Kobe តែពេលដែលពួកគេធ្វើបែបនេះគឺ Commandant គឺបានដឹងថាគឺពួកគេមិនមែនជាក្រុមមួយគ្នាទេហើយនៅពេលនោះដែរគឺ Kobe ក៏បានសុំជាមួយនឹង Commandant ម្នាក់ហ្នឹងធ្វើជា Commandant ដែរបតោយហើយគេក៏យកព្រមជាមួយនឹងគាត់ទៅហើយ Kobe ក៏តាមទៅអរគុណជាមួយនឹង Luffy និង Zoro ដែលបានជួយគាត់ឲ្យក្លាយជា Commandant ដោយបំណងបែបនេះនៅពេលចេញដំណើរហ្នឹងពួកគេក៏បាននិយាយថាពួកគេគឺត្រូវការជាមួយនឹងអ្នកដែលនាំផ្លូវរបស់ពួកគេមួយទៀតពេលនោះដែរ Luffy ក៏ក្រឡេកទៅលើមេឃគាត់ឃើញជាមួយនឹងបក្សីមួយហើយ Luffy ក៏បង្រងនឹងចាប់វាយកមកឆាក្តៅប៉ុន្តែនៅពេលដែល Luffy ហក់ចាប់ទៅមិនមែន Luffy ចាប់អាឆាត់ហ្នឹងទេគឺជាអាសត្វហ្នឹងគឺវាចាប់ Luffy ពំជាប់ជាមួយនឹងក្បាលរបស់ Luffy យកមកពេលនោះ Zoro ក៏ខំអុំតាក់ទៅតាមជួយ Luffy ផងដែរតែនៅតាមផ្លូវគឺ Zoro បានឃើញជាមួយនឹងចៅពីរនាក់ដែលកំពុងតែធ្វើដៃខ្វាយៗនៅលើតាក់គាត់បានជួយពួកគេទាំងពីរនាក់ហើយអាចៅវិញហ្នឹងក៏មានដឹងគុណទេដល់ពេលឡើងមកលើកូនហ្នឹងគឺចង់ប្លន់ជាមួយនឹងទូករបស់ Zoro ប៉ុន្តែត្រូវបាន Zoro នឹងវាយឲ្យប៉ោងមុខនឹងបានបញ្ជាឲ្យពួកវាហ្នឹងគឺធ្វើការអុំទូកដើម្បីទៅតាម Luffy ហើយពួកវាក៏បានប្រាប់ទៅកាន់ Zoro ថាវាគឺជាកូនចៅរបស់ចៅសម្បត្តិនេះដែលមានឈ្មោះថា Baki នៅពេលនោះដែរយើងកាត់មកឃើញជាមួយនឹងនារីម្នាក់ដែលនាងកំពុងតែរត់គេចពីក្រុមចៅមួយក្រុមហើយពួកគេកំពុងតែតាមដើម្បីសម្លាប់នាងចៅប៉ុន្តែនៅពេលនោះគឺមានជាមួយនឹងសត្វស្លាបមួយបានពំ Luffy ហ្នឹងគឺយកមកតម្លាក់ចោលនៅលើកោះហ្នឹងហ្មងហើយក៏បានស្ទាក់មុខចៅមួយក្រុមដែលកំពុងតែតាមនារីម្នាក់នោះមេអា3នៅតាមខ្ញុំមេជួយចាត់ការវិធីមេនៅពេលដែលលើបែបនេះគឺធ្វើឲ្យអា3នាក់ហ្នឹងគឺខឹងជាមួយនឹងមេរបស់នាងយ៉ាងណាហើយក៏បានបើកការវិវហាទៅកាន់ Luffy ដែល Luffy ដូចជាធម្មតាទេសម្បត្តិចៅក៏បែកកបកហ្នឹងគឺធ្វើការវាយរៀបដែលនាងម្នាក់នេះគឺមានឈ្មោះថា Nami ដែលជាក្រុមថ្មីរបស់ Luffy ហ្នឹងហើយនៅពេលដែល Nami ឃើញជាមួយនឹង Luffy ហ្នឹងគឺខ្លាំងអញ្ចឹងគឺនាងចង់ឲ្យ Luffy ហ្នឹងចូលក្រុមរបស់នាងដើម្បីធ្វើការប្លន់ជាមួយនឹងទ្រព្យសម្បត្តិក្នុងការជួយអ្នកភូមិរបស់នាងប៉ុន្តែ Nami គឺមិនមែនប្លន់ពីប្រជាជននោះទេគឺនាងតែងតែប្លន់ពីចៅសម្បត្តិណាដែលអាក្រក់តែប៉ុណ្ណោះហើយនាងក៏បានពឹងឲ្យ Luffy ហ្នឹងជួយការពារនាងនឹងព្រោះថានាងហ្នឹងចង់ទៅតំបន់ក្រែងឡាញតែនេះគឺជាគោលដៅរបស់ Luffy ដែល Luffy ក៏យកព្រមប៉ុន្តែ Nami គឺមិនចង់ចូលក្រុមរបស់ Luffy ទេគ្រាន់តែនាងគឺបោក Luffy ប្រើតែប៉ុណ្ណោះ Nami គឺមានជំនាញខាងណាគឺនាងប៉ិនខាងមើលផែនទីនិងបញ្ជាទុកទិសដៅអីហ្នឹងវាក៏បានបបួល Nami នឹងចូលក្រុមរបស់គាត់នៅពេលដែលដឹងថា Nami នឹងគឺជាអ្នកដែលប្រកែកមើលទិសដៅនៅពេលនេះក៏បានធ្វើឲ្យ Nami នឹងគឺដឹងថា Luffy នឹងគឺជាចៅសមុទ្រហើយនាងក៏ធ្វើជាយកព្រមធ្វើជាគ្នារបស់ Luffy ប៉ុន្តែ Luffy នឹងត្រូវធ្វើការងារឲ្យនាងមួយសិនពេលនោះដែរ Nami ក៏បានចង Luffy ហើយក៏បានចាប់ Luffy យកទៅឲ្យបរមនេះឲ្យមានថា Baki ហើយ Nami ក៏បានប្រាប់ទៅកាន់ពួកគេវិញថា Luffy ហ្នឹងគឺជាមេរបស់នាងហើយនាងធ្វើនេះគ្រាន់តែធ្វើតាមមេរបស់នាងទេហើយនាងក៏បានឲ្យជាមួយនឹងផែនទីនឹងយកទៅឲ្យ Baki នៅពេលនោះដែរ Baki ពិតជាសប្បាយចិត្តខ្លាំងហើយក៏បានជប់លៀងដើម្បីស្វាគមន៍ Nami ដើម្បីឲ្យកម្មវិធីកាន់តែសប្បាយនោះគឺ Baki បានបញ្ជាឲ្យកូនចៅរបស់គាត់នឹងរៀបចំជាមួយនឹងភ្លើងធំនិងធ្វើការបាញ់ជាមួយនឹងផ្ទះប្រជាជននឹងឲ្យឆេះមួយកំណាត់ពេលនោះដែរគឺធ្វើឲ្យជាមួយនឹង Nami នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនជាមួយនឹង Baki ហើយ Baki ក៏បានបញ្ជាឲ្យ Nami នឹងបាញ់សម្លាប់ជាមួយនឹង Luffy ខ្ញុំខ្លាចហើយអើយកុំបាញ់ខ្ញុំខ្លាចហើយយើងជាមួយអាប៉ែ Baki វាសោចយ៉ាងខូខើមែនទែនហើយក៏បានឲ្យជាមួយនឹងឈើគូស Nami ដើម្បីអត់នឹងបាញ់ Luffy សម្លាប់ចោលប៉ុន្តែ Nami គឺមិនអាចធ្វើអញ្ចឹងបានទេដោយសារតែ Luffy ហ្នឹងគឺបានជួយនាងហ្នឹងហើយនៅពេលដែលឃើញ Nami គឺនៅរុញរាបគឺមានជាមួយនឹងកូនចៅរបស់Baki ម្នាក់បានយកឈើគូសពីនាងហ្នឹងធ្វើការអត់ដោយខ្លួនឯងប៉ុន្តែនាងគឺមិនអាច
ឈោមមើលជាមួយនឹង Luffy ត្រូវស្លាប់ទេនាងក៏បានយកដៃរបស់នាងហ្នឹងគឺទៅទប់ជាមួយនឹងខ្សែដើម្បីកុំឲ្យវាឆេះនៅពេលដែលឃើញជាមួយនឹង Nami ក្បត់បែបនេះគឺកូនចៅរបស់ពួកគេនេះគឺធ្វើការចូលទៅវាយមួយ Nami ប៉ុន្តែក៏ត្រូវបាន Zoro ហ្នឹងហក់មកជួយការពារ Nami ទាន់ពេលនោះដែរជាមួយនឹងចោអាចារ្យនិងកូនចៅរបស់ Baki នេះក៏បានហក់ទៅវាយជាមួយនឹង Zoro បន្តទៀតហើយ Baki ក៏បានធ្វើការវាយប្រហារជាមួយនឹង Zoro ផងដែរតែសម្បត្តិ Baki ហ្នឹងគឺ Zoro ដាក់តែមួយក្បាច់ទេធ្វើឲ្យ Baki ហ្នឹងដាច់ជាកង់ប៉ុន្តែគឺ Baki អត់ស្លាប់នៅទេដោយសារតែរាងកាយរបស់គាត់គឺបានញ៉ាំផ្លែឈើមួយយ៉ាងដែលធ្វើឲ្យរាងកាយរបស់គាត់ហ្នឹងគឺអាចដាច់ដៃដាច់ជើងហើយអាចហោះហើរបានពេលនោះដែរគឺ Baki បានបញ្ជាដៃរបស់គាត់ហ្នឹងយកដើរមកចាក់ពីខាងក្រោយរបស់ Zoro ដែលធ្វើឲ្យ Zoro ហ្នឹងគឺមានរបួសធ្ងន់មែនទែនហើយ Baki ក៏បានសោកចំអកទៅកាន់ Zoro ថាអត់ប្រយោជន៍ហើយមកទៅអីនងងំZoro ក៏បាននៅឃើញវិធីមួយគឺ Zoro បានទៅលើកំណងកំភ្លើងហើយក៏បានឲ្យ Nami នឹងធ្វើការអុចដើម្បីបាញ់ទៅកាន់ពួកក្រុមរបស់ Baki តែការបាញ់នេះគឺបានធ្វើឲ្យខ្ទេចមកជាហៀងភូមិទៀតបន្តហើយនៅពេលនោះ Zoro ក៏បានអស់ទ្រង់ដែលមាន Luffy ទៅកន្លែងសុវត្ថិភាពមួយនៅទីនោះ Luffy និង Zoro ក៏បានឃើញជាមួយនឹងឆ្កែម្នាក់ដែលវាកំពុងតែអង្គុយយាមនៅហាងមួយ Luffy ស្មានថាឆ្កែនឹងគឺជារូបចម្លាក់ដោយសារតែវាអត់កម្រឹងនោះ Luffy ក៏បានយកដៃចុចហើយក៏ត្រូវបានឆ្កែនឹងខាំ Luffy ឆ្កែនេះវានៅចាំហាងនេះគឺដោយសារតែវានៅចាំពាក្យសន្យាជាមួយនឹងម្ចាស់វាថានឹងមើលថែហាងនេះនៅពេលដែលម្ចាស់វាចេញទៅដែលឆ្កែនេះមានឈ្មោះថាឈូឈូហើយឆ្កែឈូឈូក៏បានលេបសោចូលនឹងពោះវាទៅនៅពេលនោះដែរនៅពេលដែលឃើញ Luffy ធ្វើបាបឆ្កែនេះម្ចាស់ហាងក៏បានចេញមកនិងធ្វើការស្ដីឲ្យពួកគេហើយបានចាត់ពួកគេថាគឺជាមនុស្សអាក្រក់តែនៅពេលដែលឃើញ Zoro គាត់មានរបួសក៏ចាស់ហាងក៏អត់ចិត្តអាក្រក់ដែរគាត់ក៏បានយក Zoro ទៅព្យាបាលសិនហើយក៏បានដាក់ជាមួយនឹងចំណីដើម្បីឲ្យឆ្កែឈូឈូនឹងវាញ៉ាំប៉ុន្តែគួរឲ្យសោកស្ដាយណាស់គឺម្ចាស់វាលែងវិលមកវិញហើយដោយសារតែម្ចាស់របស់វាបានស្លាប់បាត់ហើយប៉ុន្តែមុនដែលម្ចាស់វាស្លាប់ទៅគឺម្ចាស់វាបានប្រាប់ទៅកាន់វាថាឲ្យវានឹងអង្គុយចាំមើលហាងរបស់គាត់ហើយឆ្កែឈូឈូនេះពិតជាស្រឡាញ់ម្ចាស់ណាស់គឺវាអត់ទៅណាទេគឺវានៅអង្គុយចាំហាងហ្នឹងដើម្បីរងចាំម្ចាស់វាមកវិញហើយពេលនោះដែរក៏មានកូនចៅរបស់ Baki ម្នាក់ដែលមានឈ្មោះថា Mochi ក៏បានមករករឿងហើយដៃគូរបស់គាត់នោះគឺជាRochi ដែលជាសត្វតោដ៏ធំមួយហើយដូចជាអត់មានចាំយូរទេគឺវាបានបើកការវាប្រហារទៅកាន់ Luffy ធ្វើឲ្យធុងរបស់ Luffy នឹងក៏តិចបាត់ទៅអញ្ចឹងបាច់ចាំប្រើសោចាក់នោះទេនៅពេលដែលឃើញដូច្នេះឆ្កែឈូឈូក៏មានចិត្តក្លាហានណាស់ដែរគឺគាត់អត់ខ្លាចទេក៏បានហត់ទៅខាំជាមួយនឹងតោ Rochi នោះប៉ុន្តែគួរឲ្យសោកស្ដាយសម្រាប់គាត់ផងពេលនេះគឺហាងរបស់គាត់ត្រូវបានភ្លើងឆេះអស់ទៅហើយ Luffy ក៏បាននិយាយទៅកាន់ Mochi ថាបើសិនជា Mochi នឹងធ្វើបាបគាត់គឺគាត់អត់គិតអីនោះទេប៉ុន្តែនៅពេលដែល Mochi នឹងដុតហាងដែលឆ្កែឈូឈូគិតថាជាកំណល់របស់វា Luffy គឺអត់លើកលែងឲ្យនោះទេពេលនោះក៏ពួកគេបានបើកការវាយប្រហារទៅលើគ្នាទៅវិញទៅមកផ្ដើមមកគឺ Mochi បានបញ្ជាឲ្យតោ Rochi នឹងធ្វើការវាយប្រហារប៉ុន្តែត្រូវបាន Luffy ប្រើក្បាច់កាម Hammer ធ្វើការលំវាជាមួយនឹងតោនោះធ្វើឲ្យវាដួលពេលដែលឃើញតោរបស់ខ្លួនដួលនោះគឺធ្វើឲ្យ Mochi នឹងពិតជាខ្លាចជាមួយនឹង Luffy ហើយពេលនោះគាត់ក៏ចង់រត់ប៉ុន្តែត្រូវបាន Luffy ដាក់មួយដៃធ្វើស្លាប់បានទៅពេលនោះ Baki គឺមករករឿងទៀតដែលគាត់ចង់បានជាមួយនឹងផែនទីក្រែងឡាញពេលនោះច្បាយក្រុងពិតជាខឹងជាមួយនឹងចៅសមុទ្រ Baki ណាគាត់នឹងបំរុងទៅវាយប្រហារជាមួយនឹង Baki ប៉ុន្តែត្រូវបាន Luffy នឹងវាយគាត់ឲ្យស្លាប់ Luffy ធ្វើបែបនេះចំពោះច្បាយក្រុងដោយសារតែគាត់បារម្ភពីច្បាយក្រុងខ្លាចគាត់មានគ្រោះថ្នាក់នៅពេលនោះដែរ Luffy ក៏បានបែរទៅរក Baki ហើយបានសើចទៅកាន់វាថាច្មោះធំពេលនោះដែរក៏ធ្វើឲ្យ Baki នឹងពិតជាមួម៉ៅជាមួយ Luffy ខ្លាំងណាស់គាត់ស្អប់ណាស់ណាហើយគាត់ថាច្មោះធំចឹងពេលនោះ Baki មិនដឹងជាបាញ់ក្រអ្វីមកទេប៉ុន្តែត្រូវបាន Luffy បំផង់ខ្លួនហើយក៏បាញ់វាត្រឡប់ទៅកាន់ Baki វិញពេលនោះ Baki ក៏បានយកជាមួយនឹងកូនចៅរបស់ Baki នឹងគឺយកមករងខ្លួនដើម្បីការពារគ្រាប់ពេលនោះ Baki ក៏បានសរកូនចៅរបស់គាត់ដែលស្មោះត្រង់ណាស់ដែលឈ្មោះថា Kabachi ពិតជាចម្លែកខ្លាំងណាស់នៅពេលដែលគាត់បើកការវាយប្រហារជាមួយនឹងគេគាត់បាច់ជិះកង់ហើយកាន់ដាវមួយដើម្បីទៅវាយមួយគេវិញហើយនៅពេលដែលគាត់ឃើញ Zoro មានរបួសគាត់ក៏បានវាយជាមួយនឹងរបួសចាស់របស់ Zoro ហើយក៏បានធ្វើឲ្យ Zoro នឹងគឺដួលទៅខាងក្រោមហ្មង Kabachi នឹងវាពិតជាឆ្លាតខ្លាំងមែនតើហើយវាវាយទៅកន្លែងចំណុចខ្សោយរបស់សត្រូវតែប៉ុណ្ណោះនៅពេលនោះ Nami ឆ្លាតក៏បានសុំដកថយទៅមុនអ្វីគ្នារបស់ Kabachi នេះពិតជាចម្លែកណាស់គឺគាត់បានជិះកង់មួយធ្វើការជិះដើម្បីទៅវាយជាមួយ Zoro ប៉ុន្តែ Zoro ពេលនោះក៏បានប្រើក្បាច់ជាមួយនឹងក្បាច់ដៅ3ធ្វើការឆោតមួយឆ្វាច់តែគឺគាត់អាចយកឈ្នះជាមួយ Kabachi នឹងបានយ៉ាងងាយស្រួលហើយពេលនោះក៏បានធ្វើឲ្យ Zoro នឹងគឺសម្លាប់ទៅវិញបាត់ទៅដោយសារតែ Zoro នឹងមានរបួសដោយសារតែ Baki នឹងចាក់ពីក្រោយខ្នងលើកមុននោះពេលនេះគឺអស់ជំរឿនហើយគឺនៅសល់តែ Baki និង Luffy ទេដែលត្រូវប៉ះគ្នាមួយស្មើចាប់ផ្ដើមមក Baki ក៏បានបញ្ចេញជាមួយនឹងអាវុធសម្ងាត់របស់ Baki នឹងចេញពីដៃនិងជើងរបស់ Baki ហើយក៏បានគប់ទៅកាន់ Luffy ប៉ុន្តែត្រូវបាន Luffy គេចផុតហើយហោះទៅដាក់គាត់មួយដៃធ្វើឲ្យគាត់ដាច់ក្បាលបាត់តែ Baki គឺមិនស្លាប់ទេដោយសារតែគាត់គឺមានបានញ៉ាំផ្លែឈើមួយយ៉ាងដែលធ្វើឲ្យរាងកាយរបស់គាត់នឹងគឺពិតជាអស្ចារ្យមែនទែនដែលគាត់អាចដកដៃដកជើងចេញពីខ្លួនរបស់គាត់នៅពេលនោះដែរ Baki បានធ្វើឲ្យដាច់មួករបស់ Luffy ដែលជាមួកដែលសែងនឹងផ្ញើទុកឲ្យគាត់នៅពេលនោះដែរគឺធ្វើឲ្យ Luffy គឺខឹងជាមួយនឹង Baki ហើយក៏បានហក់ទៅវាយធ្វើការវាយជាមួយនឹង Baki បន្តទៀតនៅពេលដែលឃើញចំណុចខ្សោយរបស់ Luffy ដែល Luffy នឹងការពារមួយអញ្ចឹងធ្វើឲ្យ Baki នឹងពិតជាសប្បាយមែនទែនហើយ Baki ក៏បានចាក់មុខ Luffy បន្ថែមគេក៏បានសួរទៅកាន់ Luffy ថាយើងស្អប់ណាស់ដែលពាក់មួកក្រហមនេះដោយសារតែការពីមុនហ្នឹង Baki ហើយនឹងសែងនឹងគឺជាមិត្តភក្តិជាមួយនឹងគ្នាហើយធ្វើការនៅលើទូកចោលសមុទ្រមួយទូកចោលសមុទ្ររបស់ Goldie Rogerហើយអ្នកដែលពាក់មួកក្រហមនោះគឺជា Shang ថ្ងៃមួយហ្នឹង Shang បានលួចមកសួរប្រាប់ជាមួយនឹង Baki ថាពួកគេហ្នឹងគឺបានទទួលបានផ្លែឈើមួយ
ហើយផ្លែឈើហ្នឹងមានឈ្មោះថាឆប់ឆប់ព្រុតផ្លែឈើហ្នឹងគឺពួកយើងអាចលក់បានចំនួន100រៀលបេរីដែរប៉ុន្តែនៅពេលដែលអ្នកណាហាច់ញ៉ាំជាមួយនឹងផ្លែឈើហ្នឹងបានគឺអត់អាចធ្វើឲ្យពួកគេចេះហាត់តាក់បានទេដូច្នេះហើយទើបអត់មានចោះសមុទ្រណាហ៊ានញ៉ាំដោយសារតែចោះសមុទ្រទាំងអស់គឺភាគច្រើនគឺនៅលើទឹកសមុទ្រពេលនោះបាគីគឺមានកំណត់អាក្រក់ក៏បានយកផ្លែឈើឆប់ឆប់ព្រុតហ្នឹងក្នុងបំណងយកទុកលាក់ដើម្បីលួចលក់តែម្នាក់ឯងតែនៅសុកសែងស្រាប់តែចេញមកពីក្រោយក៏បានបញ្ញាក់ជាមួយនឹងបាគីធ្វើឲ្យបាគីច្រឡំលេបចូលទៅក្នុងពោះបាត់ហើយក៏បានធ្វើឲ្យបាគីនឹងជ្រុះជាមួយនឹងផែនទីកំណត់អ្វីម្ដងចេញពីខ្លួនរបស់គាត់ហើយពេលនោះដែរបាគីក៏បានលោតទៅបីទៅយកគាត់ប៉ុន្តែគាត់ភ្លេចថាគាត់បានញ៉ាំជាមួយនឹងផ្លែឈើនោះបាត់ហើយនៅពេលដែលសែងឃើញដូច្នេះគាត់ក៏បានហក់ទៅជួយជាមួយនឹងបាគីប៉ុន្តែចាប់តែពេលនោះមកគឺបាគីគឺមិនបានដឹងគុណសែងនោះទេមានតែការខឹងជាមួយសែងលើមុនទៅទៀតនៅពេលនោះដែរណាមីឆ្លាតណាមីក៏បានលួចជាមួយនឹងទ្រព្យសម្បត្តិរបស់បាគីនឹងគឺធ្វើការរត់ទៅពេលដែលឃើញនេះបាគីក៏បានហក់ទៅដើម្បីដណ្ដើមទ្រព្យសម្បត្តិពីណាមីវិញប៉ុន្តែត្រូវបានលូហ្វីទាត់ចំប្រឡោះជើងធ្វើឲ្យគាត់អួរជាខ្លាំងពេលនោះដែរបាគីក៏បានសើទៅកាន់ណាមីថាមិនបានលួចរបស់ខ្ញុំអញ្ចឹងណាមីក៏អត់ចាញ់ចេញដែរណាមីក៏បានតបទៅកាន់បាគីវិញថាបាគីនឹងគឺបានទ្រព្យសម្បត្តិហ្នឹងដោយសារតែការប្លន់គេដោយសារនាងគឺជាចោរស្មត់នាងខ្វល់ពីបាគីដូចគ្នាអញ្ចឹងអត់មានអីត្រូវពាក់ព័ន្ធគ្នានោះទេតែប៉ុណ្ណឹងនោះទេណាមីក៏បានលៀនដាតឌឺជាមួយបាគីពេលនោះធ្វើឲ្យបាគីពុតយឹកខឹងជាមួយណាមីហើយក៏បានដេញវាយជាមួយណាមីតទៀតប៉ុន្តែពេលនោះក៏មិនស្រួលដូចដែរគឺលូហ្វីបានជួយណាមីរហូតអរគុណប្រូដែលបានជួយខ្ញុំប្រូពេលនោះដែរបាគីក៏បានតដៃដល់ជើងគ្នាឡើងវិញប៉ុន្តែគាត់តបានតែខ្ញីញិចទៅដោយសារតែណាមីនេះគឺបានចាប់ចងជាមួយនឹងរាងកាយគាត់ពាក់កណ្ដាលទៀតគឺចងជាប់បាត់ហើយពេលនោះដែរគឺលូហ្វីក៏អត់ទុកយូរនោះទេលូហ្វីបានប្រើជាមួយនឹងក្បាច់កម្មបាស៊ូកាធ្វើការសាប់ជាមួយនឹងបាគីនឹងឲ្យក៏ទៀតប៉ាងទៅឆ្ងាយបាត់ទៅចំណែកឯលូហ្វីក៏បានដើរទៅលើជាមួយនឹងមួករបស់គាត់យកមកពាក់ឡើងវិញមីទៅបានប្រាប់ទៅកាន់លូហ្វីថាចាំពេលណាដែរនាងតនេចាំនាងដេមួកនឹងឲ្យពេលនោះណាមីក៏បានយកមាសប្រាក់ចំនួន2ការុងហ្នឹងដើម្បីចេញដំណើរទៅមុខទៀតនៅពេលនោះដែរណាមីនិងលូហ្វីក៏រៀបនឹងចេញដំណើរនោះក៏ស្រាប់តែមានជាមួយនឹងអ្នកភូមិអាក្រមបានចោទពួកកាន់ពួកគេថាពួកគេនឹងគឺបានវាយជាមួយនឹងចង្វាយក្រុងដែលធ្វើឲ្យចង្វាយក្រុងនោះគឺគាត់ស្លាប់ហើយពួកគេក៏បានសួរទៅកាន់ណាមីនិងលូហ្វីថាតើពួកឯងជាចោរសមុទ្រមែនហើយលូហ្វីក៏មានក៏ហើយដែរគាត់ក៏បានប្រាប់ទៅកាន់ពួកគេវិញថាខ្ញុំជាចោរសមុទ្រហ្នឹងហើយក៏បានធ្វើឲ្យអ្នកភូមិហ្នឹងគឺមានការខឹងជាមួយនឹងពួកគេខ្លាំងហើយក៏បានដេញវាយជាមួយនឹងពួកគេប៉ុន្តែពេលនោះក៏ត្រូវបានឆ្កែឈូឈូរេរាំងអ្នកភូមិដើម្បីកុំឲ្យអ្នកភូមិទៅតាមចាប់ជាមួយនឹងលូហ្វីនិងណាមីហើយនៅពេលដែលចវាយក្រុងនឹងងើបឡើងវិញចវាយក្រុងបានប្រាប់រឿងរ៉ាវទាំងអស់ដែលកើតឡើងហើយពេលនោះលូហ្វីបានបោះជាមួយនឹងការុងមាសប្រាក់ដើម្បីឲ្យចវាយក្រុងនឹងធ្វើការអភិវឌ្ឍភូមិស្រុករបស់គាត់ឡើងវិញពេលដែលទៅដល់កណ្ដាលបទទើបតែមានចាប់អារម្មណ៍ថាបាត់ទ្រព្យសម្បត្តិរបស់នាងនេះរឿង One Piece ហ្នឹងគឺចប់ហើយភាគ1ហ្នឹង